គឺជាកញ្ញាអ៊ីសាអាំបានីដែលជាកូនស្រីបង្កើតរបស់លោកមូខេអាំបានីខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាបានស្គាល់លោកមូខេអាំបានីឬហើយដែលគាត់គឺជាមហាសេដ្ឋីនៅក្នុងប្រទេសឥណ្ឌាជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងអាស៊ីនិងជាមហាសេដ្ឋីដែលមានជាងគេជាប់ចំណាត់ថ្នាក់លេខទី13នៅក្នុងពិភពលោកបើគិតត្រឹមខែឧសភាឆ្នាំ2025នេះគឺលោកមូខេអាំបានីគាត់មានទ្រព្យសម្បត្តិដល់ទៅ108,000 លានដុល្លារសហរដ្ឋអាមេរិកតែអ្នកទាំងអស់គ្នាប្រហែលជាបានដឹងរួចហើយពីមង្គលការរបស់កូនគាត់នៅក្នុងឆ្នាំ2024ដែលល្បីខ្លាំងមែនទែនដែលមង្គលការរបស់កូនគាត់ហ្នឹងគឺគាត់បានចំណាយលុយដល់ទៅ600លានដុល្លារសហរដ្ឋអាមេរិកហើយមង្គលការរបស់កូនប្រុសគាត់ក៏មានការអញ្ជើញចូលរួមពីមហាសេដ្ឋីពិភពលោកមួយចំនួនដូចជាលោក Mark Zuckerberg និងលោក Bill Gates ជាដើមតែយើងមកនិយាយពីកញ្ញា Isha Ambani ដែលជាកូនស្រីរបស់គាត់វិញគាត់ក៏បានទៅអញ្ជើញចូលរួមកម្មវិធី Met Gala ក្នុងឆ្នាំ2025នេះដែរហើយអ្នកទាំងអស់គ្នាមើលខ្សែករបស់គាត់ខ្សែករបស់គាត់មកគ្របគឺធំខ្លាំងណាស់អ្នកទាំងអស់គ្នាគ្របបិចមកគ្របរបស់ខ្សែកគាត់ហ្នឹងធំជាងភ្នែកខ្ញុំទៀតម៉ូតខ្សែករបស់គាត់គឺដូចទៅនឹងម៉ូតខ្សែកក្នុងរឿង Ocean 8ដែរតែខ្សែករបស់គាត់នេះគឺជាខ្សែកពិតប្រាកដដាំដោយពេជ្រធម្មជាតិសុទ្ធ 100% ហ្មងខ្សែករបស់គាត់ហ្នឹងគឺមានទម្ងន់ដល់ទៅ481ការ៉ាត់និយាយរួមទៅគ្រួសាររបស់គាត់ហ្នឹងគឺចូលចិត្តពាក់ពេជ្របែបមិនមែនពាក់ធម្មតាណាគឺពាក់បែបស្រួចខ្លួនហ្មងពេជ្រដែលគាត់ពាក់មកគ្រាប់គឺធំខ្លាំងមែនតែនហ្មងណាអស់នេះឃើញអត់ខ្សែករបស់គាត់ធំប៉ុណ្ណាហើយណាគាត់នៅថែមបញ្ជាធំទៀតហើយតែគៀបសក់របស់គាត់ហ្នឹងក៏ដាំពេជ្រដែរអ្នកទាំងអស់គ្នាឃើញអាបតោនៅកន្លែងចង្កេះរបស់គាត់នេះអាហ្នឹងក៏ដាំពេជ្រដែរណាអ្នកទាំងអស់គ្នាខ្ញុំគិតថា Met Gala ឆ្នាំ2025នេះបើនិយាយពីគ្រឿងអលង្ការគឺគាត់ស៊ីដាច់គេហើយចុះអ្នកទាំងអស់គ្នាវិញគិតមិនដែរ